សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលគាត់ចង់ដំឡើងបាទ app account Facebook 2បាទ chat Messenger 2ឬ Telegram 2បងប្អូនអាចទស្សនាវីដេអូរបស់ខ្ញុំបានបាទសូមបញ្ជាក់នៅកន្លែងនេះបន្តិចខ្ញុំអនុវត្តនឹងតាមបាទរយៈទូរស័ព្ទបាទ Samsung បងប្អូនណាបើសិនជាបងប្អូនប្រើទូរស័ព្ទ Samsung បងប្អូនអាចអនុវត្តតាមវីដេអូរបស់ខ្ញុំបានហើយបងប្អូនផ្សេងទៀតបើគាត់ប្រើ Oppo Vivo បងប្អូនអាចសាកល្បងបានបងប្អូនណាហ្នឹងហើយតោះកុំនៅចាំយូរអីខ្ញុំចូលទៅបង្ហាញបងប្អូនតែម្ដងបងប្អូនគ្រាន់តែបាទទៅរកមើលកម្មវិធី setting ឥឡូវខ្ញុំចុចចូលទៅកម្មវិធី setting របស់ខ្ញុំបន្តមកទៀតបងប្អូនអូសគ្រូឡើងលើមកបាទអូសគ្រូឡើងលើបងប្អូនរកមើលពាក្យថា Advanced Feature សម្រាប់បងប្អូនដែលប្រើទូរស័ព្ទ Samsung បងប្អូនបាទរកលឿនទេបាទហើយបងប្អូនដែលគាត់ប្រើប្រាស់ទូរស័ព្ទផ្សេងមិនថា Oppo Vivo ឬក៏ Huawei អីជាដើមបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនអាចសាកល្បងបានជាមួយខ្ញុំទាំងអស់គ្នាបាទបងប្អូនចុចចូលទីនេះមកបន្តមកទៀតបងប្អូនអូសគ្រូឡើងលើហើយបងប្អូនចុចចូលកន្លែង Dual Messenger ចុចចូលទីនេះពេលលោតមកផ្ទាំងបែបនេះហើយបើសិនជាបងប្អូនឃើញមានកម្មវិធីផ្សេងទៀតលោតនៅខាងក្រោមអញ្ចឹងយើងអាចតម្លើងមកបានពីដាក់លើទូរស័ព្ទតែមួយតោះឥឡូវបងប្អូនយើងទៅតម្លើងទាំងអស់គ្នាបើសិនជាបងប្អូនចង់បានបាទ chat Messenger មួយទៀតបងប្អូនគ្រាន់តែចុចបើកកន្លែងនេះចុចបើកកន្លែងហ្នឹងមកអញ្ចឹងវាឲ្យយើង install ហើយឥឡូវខ្ញុំចេញមកក្រៅសិនបាទខ្ញុំឲ្យបងប្អូនទៅមើល chat របស់ខ្ញុំសិនបាទមានតែមួយទេបាទមក Facebook មាន2បងប្អូនបាទ Facebook មាន2 chat មាន1បាទ Telegram បងប្អូនខ្ញុំរកមើលសិនបើបងប្អូនមើលបាទ Telegram ក៏មានមួយដែរបាទបងប្អូនចុចចូលមកវិញបាទបងប្អូនឃើញទេបាទដោយសារខ្ញុំបានតម្លើងបាទ Facebook នេះបានមួយទៀតអញ្ចឹងបងប្អូនអញ្ចឹងវាដាក់នេះវាដាក់ tick បាទហើយឃើញទេបាទដាក់ tick អញ្ចឹងយើងតម្លើងមកបាន2នេះឃើញទេមើលបាទបាន2នេះឃើញទេ2ឃើញទេបងប្អូនបាទដោយសារ chat Messenger ហើយ Telegram ខ្ញុំអត់បានតម្លើងអញ្ចឹងវាលូតនៅខាងក្រោមបាទនេះបងប្អូនបាទអញ្ចឹងវាលូតនៅខាងក្រោមអញ្ចឹងខ្ញុំចូលទៅយក setting វិញបងប្អូនឃើញបាទដោយសារខ្ញុំបានតម្លើងឥឡូវខ្ញុំតម្លើង chat Messenger បងប្អូនមួយសិនបាទបងប្អូនចុចពាក្យថា install មកបាទនេះបងប្អូនឃើញបាទ chat Messenger យើងបានតម្លើងរួចរាល់ហើយនេះបាទបងប្អូនចុចបើកអញ្ចឹងមកបាទចុចបើកអញ្ចឹងមកហើយឥឡូវខ្ញុំចុចចេញមក home សិនបាទចុចចេញមក home ហើយបងប្អូនបាទចូលទៅមើលបាទនេះឃើញទេបាទ chat Messenger យើងបានតម្លើងមិញហ្នឹងបាទហើយបងប្អូនបាទចុចតម្លើងតាមខ្ញុំមកឥឡូវខ្ញុំចាប់កម្មវិធី chat Messenger ហ្នឹងយកទៅដាក់កន្លែងនោះបងប្អូនណាយកដាក់កន្លែងគ្រប់គេណាបងប្អូនបាទគ្រប់គ្នាហ្នឹងហើយនៅជិតគ្នាបងប្អូនឃើញបាទមាន Messenger 2បាទបងប្អូនឥឡូវចូលទៅក្នុង setting វិញបាទហើយបងប្អូនចុចបើកបាទកម្មវិធីណាមួយមកបាទនេះខ្ញុំចុចបើកបាទកម្មវិធី Telegram មួយទៀតហ្នឹងហើយបងប្អូនអាចចុចបើកវាអញ្ចឹងមកហើយបងប្អូនចុចពាក្យថា install ហ្នឹងហើយអញ្ចឹងវាលោតឡើងលើបងប្អូនបាទពេលវាលោតឡើងលើហើយអញ្ចឹងបាទ Telegram របស់យើងបានមួយទៀតហើយអញ្ចឹងបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនចង់បាទតម្លើង WhatsApp បងប្អូនតម្លើងមកបាទអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេបងប្អូនបាទអរគុណ